សូមគោរពលំអរកាយជម្រាបសួរពុកម៉ែមេមីងបងប្អូនទាំងអស់គ្នាដែលតាមដាននិងទស្សនានៅវីដេអូរបស់ខ្ញុំបាទនៅក្នុងពេលវេលាគ្រាឱកាសថ្ងៃនេះអញ្ចឹងថ្ងៃនេះខ្ញុំថនទៅជានឹងមានវីដេអូខ្លីមួយដើម្បីចែកជូនបងប្អូនតាមដានទស្សនាហើយវីដេអូថ្ងៃនេះយើងស្វែងយល់អំពីប្រវត្តិនៃពិធីបុណ្យវិសាខបូជាដែលក្នុងមួយឆ្នាំមានតែម្ដងទេនៅតាមទីវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាយើងផងដែរនៅក្នុងកម្មវិធីបុណ្យវិសាខបូជានេះគឺជាបុណ្យយ៉ាងធំមួយក្នុងព្រះពុទ្ធសាសនាយើងអាចរាប់ថាជាពុទ្ធាសារណកិច្ចដ៏សំខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូនាថ្ងៃពេញបរមីគឺថ្ងៃ15កើតខែពិសាខដែលពុទ្ធសាសនិកឬក៏ព្រះសង្ឃញាតិញោមឧបាសកឧបាសិកានិងក្រហមតែងធ្វើសក្ការៈបូជាប្រកបដោយជំនឿថាមហាកុសលដ៏ប្រសើរការប្រារព្ធពិធីបូជានាថ្ងៃ15កើតខែវិសាខនេះអាស្រ័យដោយអ្នកព្រះពុទ្ធសាសនាកំណត់នៅគម្ពីរគឺរំលឹកដែលព្រះអង្គទ្រង់ប្រសូតព្រះអង្គទ្រង់ត្រាស់ដឹងនិងព្រះអង្គទ្រង់រំលត់បញ្ចក្ខន្ធគឺចូលព្រះបរិនិព្វានព្រះសមណគោតមបរមគ្រូទ្រង់ប្រសូតនៅថ្ងៃសុក្រពេញបរមីខែពិសាខឆ្នាំចនាឧសៀនលុបភានីក្រោមដើមសាលព្រឹកសន្ធិដ្ឋនៅត្រង់ព្រំប្រទល់ដែនកពិលផុសនិងទេវហៈនាថ្ងៃត្រង់ហើយក្នុងថ្ងៃព្រះសទ្ធប្រសូតមានសហជាតិវត្ថុ7យ៉ាងកើតក្នុងថ្ងៃនោះគឺព្រះនាងពំពាយសោធារា1អនន្ត1ឆន្ទអាមាត្យ1និងកណ្ឌិកៈអជានិយៈ1និងកលុទាយីអាមាត្យ1និងមហាពោធិព្រឹក្ស1និងកំណត់ទ្រព្យទាំង4ផងដែរនៅក្នុងថ្ងៃបុណ្យវិសាខបូជានេះយើងឃើញថាបងប្អូនប្រជាពលរដ្ឋយើងដែលគាត់ជាអ្នកកាន់នៅព្រះពុទ្ធសាសនាបានចូលរួមរៀបចំនិងជាគ្រឿងផ្កាភ្ញីផ្សេងតុបតែងលម្អដើម្បីបូជាដល់ព្រះអង្គនៅក្នុងថ្ងៃបុណ្យវិសាខបូជានេះយើងឃើញថាតាមវត្តអារាមនានាមានការរៀបចំបានល្អណាស់នៅក្នុងទីរួមខេត្តសៀមរាបក្តីនៅក្នុងទីរួមខេត្តកំពង់ឆ្នាំងក្តីដែលខ្ញុំបានឃើញវីដេអូមួយនៃការផុសបងដែលគាត់ជាអ្នកថតរូបដិតរូបផ្សព្វផ្សាយនៅក្នុងវត្តច័ន្ទប្រជោតរតនារាមហើយវត្តសុទ្ធឃើញមានការរៀបចំហើយមនុស្សជាច្រើនមានការចូលរួមនៅក្នុងវត្តសុទ្ធនោះយ៉ាងច្រើនកកផងដែរចំណុចអត់ទាំងនេះហើយដែលយើងក៏លេចឃើញថាវិស័យព្រះពុទ្ធសាសនាយើងហាក់បីដូចជាល្អច្រើនជាងបណ្ដាប្រទេសមួយចំនួនដូចជាក្នុងប្រទេសថៃព្រះពុទ្ធសាសនាហាក់បីដូចជាយកមកលេងសើចព្រះពុទ្ធសាសនាការគោរពប្រតិបត្តិរបស់ពួកសៀមនឹងមិនសូវល្អដូចជាខាងបងប្អូននៅប្រទេសកម្ពុជាយើងប៉ុណ្ណោះទេហើយម្យ៉ាងវិញទៀតពេលដែលខ្ញុំបានទៅចូលរួមនៅក្នុងកម្មវិធីបុណ្យវិសាខបូជានេះគឺបានស្វែងយល់អំពីព្រះពុទ្ធសាសនានិងបានស្វែងយល់អំពីអ្វីទៅបុណ្យវិសាខបូជាមានបងប្អូនមួយចំនួនខ្លះមានញាតិញោមខ្លះមានបងខ្លះដែលគាត់មិនទាន់យល់ពីអត្ថន័យបុណ្យវិសាខបូជានេះដែលខ្ញុំបានរំលឹកឲ្យថាគឺជាថ្ងៃដែលព្រះអង្គទ្រង់ប្រសូតនិងជាថ្ងៃដែលព្រះអង្គលោកត្រាស់ដឹងនិងជាថ្ងៃដែលព្រះអង្គលោករំលត់បញ្ចក្ខន្ធគឺចូលព្រះបរិនិព្វានផងដែរនៅក្នុងតាមទីវត្តអារាមនានាមានការតុបតែងបានល្អណាស់នៅក្នុងវត្តខេត្តសៀមរាបផ្ទាល់នៅក្នុងវត្តដំណាក់ក្តីវត្តរាជបូរក្តីវត្តព្រះអិនកោសីក្តីវត្តព្រះអិនកោសាវត្តពោធិ៍លង្កាសុទ្ធសឹងតែជាវត្តល្បីហើយមានសក្តានុពលភាពហើយនឹងវត្តព្រះព្រហ្មរតក៏ការរៀបចំក៏មានបែបបទល្អមានការរៀបចំផ្កាភ្ញីគ្រឿងសក្ការៈផ្សេងមានភេទជ្ជៈដើម្បីទោះបីជាព្រះអង្គលោកទ្រង់បរិនិព្វានទៅហើយក្តីប៉ុន្តែញាតិញោមពុទ្ធបរិស័ទដែលគាត់ជាអ្នក
ជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនានេះនៅតែគោរពប្រតិបត្តិបានយ៉ាងល្អព្រោះមួយឆ្នាំនឹងមានតែម្ដងទេមានមាឃបូជានិងវិសាខបូជាហើយម្យ៉ាងវិញទៀតនៅតាមវត្តអារាមនានាគេមានកម្មវិធីជាច្រើនមានកម្មវិធីបន្តអំពីយើងធ្វើកម្មវិធីបុណ្យវិសាខបូជារួចមានការរៀបចំការសម្ដែងនៅពធទេសនាពីព្រះគុណម្ចាស់ឬក៏ហៅថាដោះស្រាយនៅសំណួរផ្សេងរវាងព្រះសង្ឃហើយនិងក្រហមនឹងក៏មានកម្មវិធីស្មូតអីបន្តទៅតាមទីវត្តអារាមនានាដែលគេមានការរៀបចំមានវត្តមួយចំនួនទៅអត់ទៅបានធ្វើបានយូរទេដូចជានៅក្នុងវត្តពីម្សិលមិញខ្ញុំបានទៅវត្តខាងអាស្រមព្រៃចែងវត្តព្រៃចែងនៅសើមានញាតិញោមពុទ្ធបរិស័ទទៅទេគឺមានចំនួនប្រហែលជាខ្ទង់តែ20នាក់ទេដោយសារតែភាគច្រើនញាតិញោមពុទ្ធបរិស័ទហ្នឹងគឺគាត់សម្រុកទៅតាមវត្តដែលធំហើយវត្តល្បីដល់ទៅវត្តតូចអត់សូវមានការចូលរួមច្រើនទេដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺមានភាពស្ងប់ស្ងាត់ណាស់មិនមែនអូទាញឲ្យបងប្អូនទៅទេពេលខ្លះទៅគាត់ទៅកន្លែងវត្តធំអស់ដល់ពេលវត្តតូចអត់មានការរៀបចំល្អទេណាមួយក៏ខ្វះថវិកាណាមួយទៅក្នុងវត្តហ្នឹងក៏ខ្វះបញ្ហាទឹកភ្លើងអីថវិកានានាអញ្ចឹងទៅលោកអត់សូវមានថវិកាហ្នឹងដើម្បីរៀបចំតុបតែងផ្កាភ្ញីគ្រឿងលម្អទៀមប្រទីបជាលាអីអត់មានទេយើងខំពីវត្តដែលមានបច្ច័យមានឧបត្ថម្ភជាដើមអញ្ចឹងទៅខ្ញុំចង់សង្កេតឃើញថាវត្តដែលល្បីគ្រាន់តែមានកម្មវិធីផ្សេងណាគឺគ្រាន់តែហាមាត់មកមានគេចូលដូចជាផ្កាអីចឹងទៅមានខ្លះក៏ចូលជាភេទជ្ជៈមានជាទឹកអីជាដើមចឹងទៅដល់ពេលវត្តយើងអត់ការរៀបចំគឺសន្ធិដ្ឋនៅលើព្រះគុណម្ចាស់ផ្ទាល់ហើយអត់មានញាតិញោមណាមកពីឆ្ងាយទេមានតែពុទ្ធបរិស័ទនៅស្រុកភូមិចិត្តហ្នឹងគាត់មកចូលរួមហើយកម្មវិធីបុណ្យម្ដងហ្នឹងមាន10 20នាក់30នាក់អីច្រើនហើយថា100នាក់200នាក់ច្រើនបំផុតហើយនឹងគឺជាវត្តមួយដែលនៅដាច់ស្រយាលពីទីក្រុងហើយបើកម្មវិធីបុណ្យធំវិញគឺដាច់តែម្ដងអត់មានទេគឺញាតិញោមទាំងអស់ហ្នឹងគឺគាត់សម្រុកទៅវត្តក្រុងច្រើនចំណុចអស់ទាំងនេះខ្ញុំក៏គាត់ទៅធ្វើការបកស្រាយខ្លះហើយក៏ឃើញវីដេអូការរៀបចំនៅតាមទីវត្តអារាមនានាក៏មានលោកជំទាវឯកឧត្តមលោកអុកញ៉ាលោកស្រីដែលគាត់បានចូលរួមមានការដង្ហែក្បួនមានជាឡានមានជាកង់3និងមានជាសិស្សសាលារៀបចំបានល្អប្រណិតមានកាន់ទង់សាសនានិងមានការដង្ហែនៅរូបព្រះសម្មាសម្ពុទ្ធព្រះអង្គប្រសូតព្រះអង្គត្រាស់ដឹងនិងព្រះអង្គព្រះនិព្វានចំណុចអស់ទាំងនេះខ្ញុំឃើញហើយពិតជាគួរជាទីជ្រះថ្លាមែនទែនហើយរូបភាពដែលខ្ញុំបានឃើញនៅក្នុងវត្តច័ន្ទបជោតរតនារាមហើយវត្តសុទ្ធមនុស្សច្រើនព្រោះខ្ញុំដឹងថាវត្តសុទ្ធមនុស្សច្រើននៅក្នុងកម្មវិធីបុណ្យម្ដងវត្តសុទ្ធមនុស្សច្រើនណាស់ព្រោះខ្ញុំធ្លាប់បានចូលរួមនៅក្នុងកម្មវិធីបុណ្យវិសាខបូជាដែរមនុស្សច្រើនមែនទែនបងប្អូនសូទោះបីមេឃភ្លៀងក៏ដោយមេរលឹមក៏ដោយប៉ុន្តែញាតិញោមនៅតែជ្រះថ្លានៅតែធ្វើដំណើរទៅកាន់ទីវត្តសុទ្ធហ្នឹងក៏នៅតែមានមនុស្សច្រើនដែរហើយការរៀបចំនៅក្នុងទីវត្តសុទ្ធហ្នឹងក៏មានការល្អទៅណាហេដ្ឋារចនាសម្ព័ន្ធក៏ល្អរាល់កម្មវិធីបុណ្យផ្សេងនឹងមានការរៀបចំល្អមានបែបបទលក្ខណៈល្អប្រពៃណាស់ហើយម្យ៉ាងវិញទៀតនៅក្នុងវត្តផ្សេងនៅតាមបណ្ដាខេត្ត24ខេត្តក្រុងហ្នឹងមិនមែនមានតែទីរួមខេត្តសៀមរាបទេមានតាមបណ្ដាខេត្តក្រុងផ្សេងនៅតាមវត្តផ្សេងហ្នឹងគឺប្រារព្ធធ្វើទាំងអស់ចំនួនវត្តដែលមានប្រមាណហ្នឹងគឺធ្វើការរៀបចំប៉ុន្តែដូចខ្ញុំបានបញ្ជាក់ថាវត្តខ្លះទៅមានថវិកាទាបទៅលោកអត់បានធ្វើទេចំការទៅលោកធ្វើដែរតែប្រគុណម្ចាស់លោកធ្វើបន្តិចបន្តួចតាមថវិកាអញ្ចឹងទៅហើយម្យ៉ាងទៀតខ្ញុំចង់បកស្រាយចំណុចនេះដែរខ្ញុំចង់និយាយថាយើងវត្តដែលមិនសូវមានថវិកាកុំចំណាយទៅលើផ្កានឹងច្រើនពេកខ្ញុំចង់បញ្ជាក់ថារឿងតុបតែងនេះខ្ញុំមិនទៅហាមអីទេគ្រាន់តែថាការជ្រះថ្លាគ្រាន់តែថាការតុបតែងផ្កានេះ
ការបូជាយើងបានបុណ្យមួយខណៈទៅហើយប៉ុន្តែថាវិការរបស់វត្តឬក៏ថាវិការរបស់ប្រគុណម្ចាស់ដែលត្រូវរៀបចំនៅក្នុងកម្មវិធីហ្នឹងយើងកុំចំណាយទៅលើផ្កាច្រើនពេកពេលខ្លះទៅយើងគុណម្ចាស់គួរតែទុកបច្ច័យហ្នឹងដើម្បីបញ្ហាផ្សេងនៅក្នុងវត្តហ្នឹងពេលខ្លះទៅបញ្ហាទឹកបញ្ហាភ្លើងបញ្ហាប្រសង់អាពាធអីជាដើមអញ្ចឹងទៅហើយពេលណាចំណាយទៅលើផ្កាច្រើនពេកអាហ្នឹងក៏មិនសូវជាល្អមើលប្រហែលទេព្រោះថាវិការនៅក្នុងវត្តយើងនោះវាមិនសូវមានបើសិនវត្តមួយចំនួនទៀតគាត់មានថវិកាច្រើនមានញាតិញោមពុទ្ធបរិស័ទក៏ចូលរួមអញ្ចឹងទៅលោកចំណាយទៅលើផ្កាអី$1000-2000ឬក៏$400-500អីចឹងទៅអាហ្នឹងវាមានជាការបញ្ហាទេព្រោះចំណូលពីញាតិញោមពុទ្ធបរិស័ទចូលមកហ្នឹងគឺបានច្រើនគួរសមចឹងទៅដល់ពេលវត្តយើងអ្នកអត់យើងចំណាយផ្កាថាំងអត់តែផ្កា$100ហ្នឹងអូយច្រើនណាស់ដល់ពេលចំណូលញាតិញោមពុទ្ធបរិស័ទចូលមកអីសួយមិនបាន100ទៀតបានតែ200000អីចឹងទៅអញ្ចឹងការចំណាយផ្កានេះខ្ញុំគ្រាន់តែបញ្ជាក់ជំរាបដល់ព្រះអង្គថាធ្វើឲ្យមានលក្ខណៈបែបបត់កុំចំណាយឬក៏យកលុយហ្នឹងទៅថាទៅធ្វើអត់ប្រយោជន៍ណាមិនថាតុបតែងផ្កាអត់ប្រយោជន៍ទេគាត់ថាយើងតុបតែងតាមលក្ខណៈបែបបត់ដែលធនធានមានកុំចំណាយប្រាក់$200អីទៅធ្វើផ្កាដល់ពេលវត្តនឹងរស់ចំណូលចំណាយទិញភេសជ្ជៈប្រកេនប្រសង់ឆាន់អីនឹងអីក៏មានដល់ញាតិញោមពុទ្ធបរិស័ទក៏នៅក្នុងស្រុកភូមិអីហ្នឹងគាត់មានបច្ច័យណាចូលរួម5000 10000អីច្រើន20000អីច្រើនហើយមិនដូចវត្តធំទេគាត់ណាហាមាត់មក$20ឡើងយ៉ាងតិច$10ចុះក្រោមហ្នឹងតិចបំផុតណាហើយមានដល់ខ្លះទៅរាប់រយ$1000ក៏មានដែរអញ្ចឹងយើងធ្វើគឺធ្វើតាមសមត្ថភាពដោយពាក្យចាស់លោកពោលថាកុំឃើញដំរីជូសតាមដំរីពេលខ្លះយើងធ្វើតាមបែបបត់នៅក្នុងវត្តរបស់យើងការរៀបចំមិនអីលំបាកទេកណាគឺដូចជាផ្កាអីហ្នឹងជួនកាលមានអ្នកស្រុកខ្លះគាត់មានផ្កាជាដើមរស័យគាត់មានជាផ្កាផ្សេងមានផ្កាម្លិះផ្កាអីទៅគាត់អាចបេះមកចូលរួមអញ្ចឹងទៅប្រគុណម្ចាស់លោករៀបចំទៅយើងមានប៉ុណ្ណាយើងរៀបចំប៉ុណ្្នឹងទៅហើយមួយម្យ៉ាងវិញទៀតពេលយើងចំណាយទៅលើថាវិការទិញផ្កាអីវាមិនបានយូរប៉ុន្មានទេខ្ញុំកម្មយប់2ថ្ងៃហ្នឹងគឺផ្កាចាប់ដើមសម្ពោធហើយអញ្ចឹងយើងធ្វើហ្នឹងគឺតាមបែបធនធានដែលព្រះអង្គមានណាអញ្ចឹងខ្ញុំកណាមានពាក្យតែប៉ុណ្្នឹងទេដើម្បីចូលរួមចែករំលែកជាវីដេអូដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នានៅក្នុងថ្ងៃបុណ្យវិសាខបូជានេះសូមឲ្យញាតិញោមទាំងអស់ជួបនៅពុទ្ធពរទាំង5ប្រការគឺអាយុ